សហរដ្ឋអាមេរិកបានចេញការគំរាមកំហែងថ្មីប្រឆាំងនឹងទីក្រុងតេរ៉ានបន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរជុំទី2ខណៈដែលអ៊ីរ៉ង់និងរុស្ស៊ីបានប្រកាសពីសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅក្នុងសមុទ្រអូម៉ង់ដើម្បីទប់ស្កាត់សកម្មភាពឯកតោភាគីណាមួយនៅក្នុងតំបន់អ្នកនាំពាក្យសេតវិមានលោកស្រី Caroline Leavitt បាននិយាយកាលពីថ្ងៃពុធថាអ៊ីរ៉ង់នឹងមានភាពឆ្លៀសវៃឆ្លាតខ្លាំងណាស់ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតី Donald Trump បន្ទាប់ពីការចរចាដោយប្រយោលនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានបញ្ចប់ដោយគ្មានការទម្លាយភាពតល់ច្រកគួរឲ្យកត់សម្គាល់លោកស្រី Leavitt បានប្រាប់អ្នកយកសារព័ត៌មានថាខណៈពេលដែលវឌ្ឍនភាពខ្លះត្រូវបានធ្វើឡើងនៅថ្ងៃអង្គារយើងនៅតែឆ្ងាយពីគ្នាខ្លាំងលើបញ្ហាមួយចំនួនកិច្ចខិតខំប្រឹងប្រែងចរចាពីមុនបានបរាជ័យកាលពីឆ្នាំមុននៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ដោយបង្កឲ្យមានសង្គ្រាមរយៈពេល12ថ្ងៃដែលទីក្រុង Washington បានចូលរួមដោយការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន3កន្លែងលោកត្រាំបានចេញការគំរាមកំហែងថ្មីនៃសកម្មភាពយោធានៅក្នុងខែមករាបន្ទាប់ពីការបង្ក្រាបដ៏សាហាវរបស់អ៊ីរ៉ង់លើក្រុមបាតកោប្រឆាំងរដ្ឋាភិបាលទីក្រុងតេរ៉ានបានឆ្លើយតបដោយការគំរាមកំហែងបិទច្រកសមុទ្រដក់មូសដែលជាផ្លូវនាំចេញប្រេងដ៏សំខាន់សម្រាប់ប្រេងនៅឈូងសមុទ្រនិងបានព្រមានថាខ្លួនអាចវាយប្រហារមូលដ្ឋានយោធាអាមេរិកនៅក្នុងតំបន់ការផ្លាស់ប្ដូរនេះបានបង្កើនការភ័យខ្លាចអំពីសង្គ្រាមក្នុងតំបន់និងបានជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដោយរដ្ឋឈូងសមុទ្ររួមទាំងអូម៉ង់កាតានិងស៊ូឌីអារ៉ាប៊ីដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកបានធ្វើកិច្ចចរចាដោយប្រយោលជុំទី1នៅប្រទេសអូម៉ង់កាលពីថ្ងៃទី6ខែកុម្ភៈមុនពេលជួបគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃអង្គាររដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកអាបាសអារ៉ាឈីបាននិយាយថាភាគីទាំងពីរបានព្រមព្រៀងគ្នាលើគោលការណ៍ណែនាំសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមានប៉ុន្តែអនុប្រធានាធិបតីអាមេរិកលោក George Van បាននិយាយថាទីក្រុងតេរ៉ានមិនទាន់ទទួលស្គាល់បន្ទាត់ក្រហមទាំងអស់របស់ទីក្រុង Washington នៅឡើយទេសហរដ្ឋអាមេរិកកំពុងទាមទារឲ្យអ៊ីរ៉ង់បោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅលើទឹកដីរបស់ខ្លួនហើយបានស្វែងរកការពង្រីកការចរចាដើម្បីរួមបញ្ចូលបញ្ហាមិនមែននុយក្លេអ៊ែរដូចជាឃ្លាំងស្តុកមីស៊ីលរបស់ទីក្រុងតេរ៉ានជាដើមអ៊ីរ៉ង់ទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពហើយបាននិយាយថាខ្លួនមានឆន្ទៈក្នុងការពិភាក្សាអំពីដែនកំណត់តែជាថ្នូរនិងការបន្ធូរបន្ថយទណ្ឌកម្មប៉ុណ្ណោះខ្លួនបានបដិសេធមិនបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមឡើយហើយបានច្រានចោលការចរចាលើសមត្ថភាពមីស៊ីលរបស់ខ្លួនទោះបីជាការទូតបន្តឡើងវិញក៏ដោយសហរដ្ឋអាមេរិកនៅតែបន្តកសាងវត្តមានយោធារបស់ខ្លួននៅជិតប្រទេសអ៊ីរ៉ង់លោកត្រាំបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះទី2ទៅកាន់តំបន់នេះដោយនាវាទី1គឺផ្ទុកយន្តហោះជិត80គ្រឿងដែលស្ថិតនៅចម្ងាយប្រហែល700គីឡូម៉ែត្រពីឆ្នេរសមុទ្រអ៊ីរ៉ង់គិតត្រឹមថ្ងៃអាទិត្យនេះបើយោងតាមរូបភាពផ្កាយរណបអ៊ីរ៉ង់ក៏បានព្យាយាមបង្ហាញអំណាចយោធារបស់ខ្លួនផងដែរដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមហៅកាត់ថា IRGC របស់ខ្លួនបានរៀបចំសមយុទ្ធសង្គ្រាមជាបន្តបន្ទាប់នៅថ្ងៃច័ន្ទនិងថ្ងៃអង្គារនៅច្រកសមុទ្រដក់មូសដើម្បីត្រៀមខ្លួនសម្រាប់ការគំរាមកំហែងសន្តិសុខនិងយោធាដែលអាចកើតមានទីក្រុងតេរ៉ានក៏បានប្រកាសនៅថ្ងៃពុធអំពីសមយុទ្ធកងទ័ពជើងទឹករួមគ្នាថ្មីជាមួយរុស្ស៊ីនៅក្នុងសមុទ្រអូម៉ង់ផងដែរឧត្តមនាវីឯកហាសានម៉ាក់ស៊ូលូបាននិយាយថាសមយុទ្ធនៅថ្ងៃប្រហ័សនេះមានបំណងបញ្ជូនសារនៃសន្តិភាពនិងមិត្តភាពទៅកាន់ប្រទេសក្នុងតំបន់លោកបាននិយាយថាកិច្ចព្រមព្រៀងទាំងនោះក៏មានគោលបំណងទប់ស្កាត់សកម្មភាពឯកតោភាគីណាមួយនៅក្នុងតំបន់និងបង្កើនការសម្របសម្រួលប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខផ្លូវសមុទ្ររួមទាំងហានិភ័យដល់នាវាពាណិជ្ជកម្មនិងនាវាដឹកប្រេងផងដែរអាជ្ញាធរអ៊ីរ៉ង់ក៏បានចេញសេចក្តីជូនដំណឹងដល់កងទ័ពអាកាសអំពីការបាញ់រ៉ុកែតដែលបានគ្រោងទុកនៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេសនៅថ្ងៃប្រហ័សចាប់ពីម៉ោង 3:30 នាទីដល់ម៉ោង 13:30 នាទីម៉ោងនៅក្នុងតំបន់ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានព្រមានថាការវាយប្រហារថ្មីណាមួយរបស់សហរដ្ឋអាមេរិកមកលើអ៊ីរ៉ង់នឹងមានផលវិបាកធ្ងន់ធ្ងរហើយបានជំរុញឲ្យមានការអត់ធ្មត់ដើម្បីស្វែងរកដំណោះស្រាយដើម្បីឲ្យទីក្រុងតេរ៉ានអាចបន្តកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធីលោក Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា
ផលវិបាកមិនល្អទេមានការវាយប្រហារលើអ៊ីរ៉ង់លើទីតាំងនុយក្លេអ៊ែរក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារអាតូមិកអន្តរជាតិរួចហើយពីអ្វីដែលយើងអាចវិនិច្ឆ័យបានមានហានិភ័យពិតប្រាកដនៃឧបទ្ទវហេតុនុយក្លេអ៊ែរលោកបានបន្ថែមថាភាពតានតឹងដែលកំពុងកើនឡើងអាចធ្វើឲ្យប៉ះពាល់ដល់ការកែលម្អថ្មីនៃទំនាក់ទំនងរវាងអ៊ីរ៉ង់និងរដ្ឋជិតខាងជាពិសេសស៊ូឌីអារ៉ាប៊ីនិងគ្មានអ្នកណាចង់ឲ្យមានភាពតានតឹងកើនឡើងនោះទេមនុស្សគ្រប់គ្នាយល់ថានេះជាការលេងជាមួយភ្លើងទីភ្នាក់ងារសារព័ត៌មាន Reuters ដោយបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បានរាយការណ៍ថាអ៊ីរ៉ង់បានយល់ព្រមក្នុងអំឡុងពេលកិច្ចចរចានៅទីក្រុងហ្សឺណែវដើម្បីដាក់សំណើជាលីលាអក្សរស្ដីពីការដោះស្រាយកង្វល់របស់ទីក្រុង Washington មន្ត្រីរូបនេះបាននិយាយថាទីប្រឹក្សាសន្តិសុខជាតិកម្ពុជារបស់សហរដ្ឋអាមេរិកបានជួបប្រជុំគ្នានៅក្នុងបន្ទប់សេតវិមានកាលពីថ្ងៃពុធហើយត្រូវបានគេប្រាប់ថាកងកម្លាំងអាមេរិកទាំងអស់ដែលត្រូវបានដាក់ពង្រាយនៅក្នុងតំបន់នេះគួរតែមកដល់កន្លែងឆាប់ៗនេះហើយប្រធានាធិបតីបានបញ្ជាឲ្យបន្តកសាងកម្លាំងនៅក្នុងតំបន់រួមទាំងការមកដល់នៃក្រុមនាវាផ្ទុកយន្តហោះទី2ផងដែរកងកម្លាំងពេញលេញគួរតែមានវត្តមាននៅពាក់កណ្ដាលខែមីនាមន្ត្រីរូបនេះបាននិយាយថារដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio ក្រុងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីពិភាក្សាអំពីប្រទេសអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈទន្ទឹមនឹងនេះដែរទូរទស្សន៍សាធារណៈអ៊ីស្រាអែលខានបានរាយការណ៍ថាអ៊ីស្រាអែលកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពដែលទីក្រុង Washington អាចផ្ដល់ភ្លើងខៀវសម្រាប់ការវាយប្រហារលើប្រព័ន្ធមីស៊ីលផ្លោងរបស់អ៊ីរ៉ង់លោកស្រី Barbara Slavin សមាជិកកិត្តិយសនៃមជ្ឈមណ្ឌល Stimson បាននិយាយថាលោកស្រីរំពឹងថានឹងមានការវាយប្រហារបន្ថែមទៀតលើប្រទេសអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដែលអាចកើតមានក្នុងរយៈពេលដ៏ខ្លីខាងមុខគោលបំណងជាអ្វីនោះយើងមិនទាន់ឃើញនៅឡើយទេតើវាអាចត្រូវបានទប់ទល់ទេតើអ្នកដទៃទៀតនឹងត្រូវបានអូសទាញចូលដែរឬទេទាំងនេះសុទ្ធតែជាសំណួរសំខាន់ហើយយើងមិនអាចមានចម្លើយចំពោះសំណួរទាំងនោះទេនិយាយឲ្យត្រង់ទៅខ្ញុំមិនទាន់ឃើញមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនៅឡើយទេវាមើលទៅដូចជាការពិភាក្សាទាំងនេះមិនទូលំទូលាយទេវាមានរយៈពេលត្រឹមតែ 2-3 ម៉ោងប៉ុណ្ណោះដូច្នេះខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងយើងទាំងអស់គ្នានឹងតាមដានព័ត៌មានដោយក្តីភ័យខ្លាចសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខ